ស្ដីបងប្អូនថ្ងៃនេះខ្ញុំមកបង្ហាញពីវិធីស្ងោរប្រហិតត្រីស្លាតជាមួយនឹងស្ពៃក្រញាញ់ដោយសារតែខ្ញុំលាយគ្រឿងប្រហិតពេលហ្នឹងថតដែរតែវាជាប់បងប្អូននៅក្នុងប្រហិតនេះខ្ញុំដាក់ប៊ីចេងស្ករម្សៅស៊ុបនិងទឹកត្រីនិងខ្ទឹមសបន្តិចហើយនិង100ស្លឹកខ្ទឹមតបមកច្បល់វាសព្វនិងវាយប្រហិតនឹងឲ្យស្វិតយើងវាយវារហូតដល់ស្វិតឃើញថាវាតឹងដៃច្បល់លេងចង់ទៅវាស្អិតខ្លាំងចាំយើងឈប់បងប្អូនប្រហិតទៅតែយើងវាយឲ្យស្វិតទៅយើងលុញទៅដាក់ចូលក្នុងសម្លទៅវាឆ្ងាញ់វាស្វិតល្អបងប្អូនក្រោយពីប្រហិតយើងស្វិតល្អយើងក៏មកដាក់ឆ្នាំងស្លដំបូងខ្ញុំដាក់ប្រេងឆាបន្តិចបន្ទាប់មកដាក់ខ្ទឹមសរំលីងវាឲ្យរាងឈ្ងុយបន្តិចបន្ទាប់ពីខ្ទឹមយើងរាងឈ្ងុយយើងដាក់ហេប៊ីនិងយីហឺចូលហើយក៏រំលីងវាឲ្យឡើងក្លិនឈ្ងុយបន្តិចបន្ទាប់មកខ្ញុំដាក់ខ្ទឹមក្រហមចូលហើយក៏រំលីងវាឲ្យក្រៀមបន្តិចរហូតដល់មានក្លិនឈ្ងុយចេញពីខ្ទឹមក្រហមតមកខ្ញុំក៏ដាក់ទឹកចូលហើយក្នុងកំឡុងពេលដែលខ្ញុំទុកឲ្យទឹកពុះនោះខ្ញុំមកឆ្លៀតពេលហ្នឹងមកលុញប្រហិតការលុញប្រហិតរបស់ខ្ញុំគឺប្រើស្លាបព្រា2ត្រឡប់វាចុះឡើងគៀទៅគៀមកទៅវាមូលហើយព្រោះថាខ្ញុំខ្ជិលប្រឡាក់ដៃព្រោះប្រហិតហ្នឹងវាស្អិតប្រឡាក់ដៃវាញ៉ៃពេកទឹកខ្ញុំប្រើតែស្លាបព្រា2អញ្ចឹងឯងបងប្អូនស្រួលហើយម្លងពេលទឹកពុះហ្នឹងលុញក៏បានហើយដែរពេលហ្នឹងលុញបានប្រហែលជាងពាក់កណ្ដាលមានតែបងបដាលុញបដាតែឥឡូវទឹកពុះខ្ញុំឈប់លុញសិនហើយយើងក៏មកបងប្រហិតរបស់យើងខ្ញុំបងបដាលុញបដាបងប្អូនយើងបងប្រហិតយើងឲ្យអស់ចឹងទៅហើយបងប្រហិតហ្នឹងក៏ភ្លេចគិតថាអត់តបានដាក់ដុំស៊ុបហើយក៏ដាក់ដុំស៊ុបមកដុំចូលក្នុងឆ្នាំងសម្រាប់សម្លនេះខ្ញុំអត់មានប្រើគ្រឿងទេសអីច្រើនទេបងប្អូនខ្ញុំដាក់តែដុំស៊ុបមួយដុំហ្នឹងគឺមានរសជាតិឆ្ងាញ់តែម្ដងព្រោះក្នុងប្រហិតរបស់យើងបានលាយគ្រឿងហើយចាក់មានបន្ថែមប៊ីចេងឬស្ករអីទៀតទេគឺដាក់តែដុំស៊ុបមួយដុំហ្នឹងទេដោយសារតែគ្រួសារខ្ញុំអត់សូវហូបរសជាតិដិតទេបងប្អូនអញ្ចឹងដាក់តែដុំស៊ុបគឺគ្រប់គ្រាន់ហើយអត់បាច់ចាំថែមគ្រឿងអីទេបន្ទាប់មកខ្ញុំដាក់បន្លែបន្ទាប់ពីដាក់បន្លែចូលហើយក៏ទុកឲ្យវាពុះក្រោយពុះខ្ញុំក៏បង់ស្លឹកខ្ទឹមហើយនិងម្ទេសចូលហើយសម្រាប់សម្លរបស់ខ្ញុំក៏ហើយតែប៉ុណ្ណឹងបើសិនជាបងប្អូនមានវិធីសាស្ត្រណាដែលប្លែកហើយល្អជាងបងប្អូនអាចចែករំលែកបានអរគុណ